ពេលវេលាត្រូវហើយទីកន្លែងត្រូវហើយមនុស្សក៏ត្រូវហើយដែរយកក្បាលរបស់ខ្ញុំចុះមើលទៅមានតែខ្ញុំស្លាប់ក្នុងដៃអ្នកក្លាហានទេទើបអាចបញ្ចប់ការសម្លាប់មនុស្សស្លូតត្រង់ទាំងឡាយបានឯងទៅប្រាប់ពួកគេទៅអ្វីដែលឯងបានឃើញនៅទីនេះប្រាប់គេទៅជនជាតិហានមិនធ្វើជាទាសកររបស់គេទេថ្ងៃដែលពួកយើងរំពឹងទុកប្រកាសជាមកដល់យើងរំចាំឯងយូរមកហើយយើងរំចាំឯងយូរមកហើយមក ទៅវិញជាមួយនឹងខ្ញុំទៅពួកយើងនៅតែជាបងប្អូន3នាក់នឹងគ្នាអាលីងហើយទូយើងសូមប្រទាននាមអ្នកទាំងពីរជាអ្នកក្លាហានប្រចាំមហាឆេងយើងអរព្រះគុណព្រះអង្គព្រះអង្គពិភពលោកគឺបែបនេះពេលនេះទៅទូបង្គំដឹងចចកមេឃាប្រព្រឹត្តខុសអ្វីកំណត់ថាត្រូវបរាជ័យប្រជារាស្ត្រខ្វល់ពីការហូបចុករស់នៅដោយសុខសាន្តពួកគេគឺគិតពីអ្វីទាំងអស់នេះបិទមាត់បើហិនណានិយាយបន្តទៀតមិនថាចៅកងវិលស័នឬការបះបោអីទេគឺព្រោះពួកគេត្រូវការបង្ខំឲ្យទាល់ច្រកបើសិននៅក្នុងជីវិតរបស់ពួកគេអាចសប្បាយនឹងផលិតផលជោគជ័យរបស់គេពួកគេមិនបះបោឡើយមនុស្សប្រាថ្នាតែសេចក្តីសុខសាន្តដោយគ្មានការបង្ខិតបង្ខំអ្វីទាំងអស់បើក្រៅមេឃនេះមានប្រព័ន្ធនឹងសាវតាតែមួយគឺប្រជាជនមហាឆេងតែមួយនោះនឹងលែងមានអ្នកប្រឆាំងបះបោទៀតហើយប្រទេសនឹងបានសុខសាន្តរហូតតើឯងសម្អាងអីថាយើងស្ដាប់សម្ដីរបស់ឯងនេះព្រោះព្រះអង្គមានបញ្ញាវាងវៃខ្លាំងណាស់បើអញ្ចឹងឯងប្រាប់យើងមកមើលថ្ងៃនោះឯងនឹងមកដល់ទៀតទេទូលបង្គំរងចាំមិនដល់ថ្ងៃនោះទេតែពេលដែលទូលបង្គំចូលជាក្រុមពិឃាតមកបានស្បាត់រួចហើយដំបងជាអ្នកពិឃាតចុងក្រោយនៅតែជាអ្នកពិឃាតព្រះអង្គមានព្រះបន្ទូលមិនចង់ឲ្យមានអ្នកពិឃាតនៅលើលោកទៀតទេហើយទូលបង្គំនេះគឺជាអ្នកពិឃាតចុងក្រោយគេសង្ឃឹមថាក្រោយពេលដែលព្រះអង្គប្រហារជីវិតទូលបង្គំហើយសូមថ្ងៃក្រោយព្រះអង្គនឹកឃើញសម្ដីទូលបង្គំផង
សូមប្រកបខ្ញាល់អីអាលីងគ្រាន់តែវង្វេងមួយពេលទើបនិយាយពាក្យបែបនេះចេញមកសូមព្រះអង្គកុំខ្ញាល់ឲ្យសោះស្ដេចវ៉ាន់ឡុងគឺជាស្ដេចដែលមានបជនវែងជាងគេក្នុងការសោយរាជក្នុងរជ្ជកាលមហាឆេងដែលមានបជន60ឆ្នាំបានដឹកនាំនគរប្រកបទៅដោយសុខសន្តិភាពតាមបណ្ដាំរបស់អ្នកពិឃាតក្រោយមកមហាឆេងក៏លែងមានក្រុមពិឃាតតទៅទៀតជាដរាប